រឿងផ្ទះខ្មោចយាយជីកាលពីជំនាន់ដើមនៅតាមបណ្ដោយផ្លូវលំដាច់ស្រយាលមួយឆ្ងាយពីទីប្រជុំជនមានផ្ទះឈើចាស់ទ្រុឌទ្រោមមួយខ្នងដែលមើលទៅគួរឲ្យខ្លាចនឹងមានតែសត្វប្រចៀវហើរចេញចូលនៅពេលយប់ផ្ទះនោះត្រូវបានគេនិយាយតគ្នាថាមានខ្មោចលងដោយសារតែមានយាយជីម្នាក់បានស្លាប់នៅក្នុងផ្ទះនោះទាំងក៏នៅតែឡោះយប់ហើយគ្មានអ្នកណាដឹងមូលហេតុពិតប្រាកដឡើយយាយជីរូបនោះត្រូវបានគេស្គាល់ថាជាមនុស្សចិត្តបងតែគាត់ជាមនុស្សអាថ៌កំបាំងមិនសូវមានអ្នកណាហ៊ានចូលទៅចិត្តគាត់ប៉ុន្មានទេក្រោយពីយាយជីស្លាប់ទៅអ្នកភូមិបានឃើញរឿងចម្លែកជាច្រើនកើតឡើងនៅផ្ទះនោះពួកគេបានឮសំឡេងចាន់ឆ្នាំងរំពោះរំកើនៅពេលយប់សំឡេងមនុស្សដើរចុះឡើងនិងសំឡេងថ្នូតរហូតយំយ៉ាងព្រឺព្រួតខ្លះទៀតថាពួកគេធ្លាប់បានឃើញស្រមោលយាយជីអង្គុយតាំងសមាធិនៅលើរានហាលផ្ទះនៅពេលយប់ផងដែរដោយសារតែរឿងរ៉ាវដ៏ចម្លែកទាំងនេះគ្មាននរណាម្នាក់ហ៊ានចូលទៅជិតផ្ទះនោះឡើយទោះជាពេលថ្ងៃក៏ដោយយប់មួយដ៏ស្ងាត់ជ្រងំលោកសាបឿនជាអ្នកជំនួយអ្នកដែលកំពុងធ្វើដំណើរឆ្ងាយក៏ត្រូវបង្ខំចិត្តសុំស្នាក់នៅក្នុងផ្ទះយាយជីនោះមួយយប់ព្រោះរថយន្តរបស់គាត់ខូចនៅកណ្ដាលផ្លូវហើយគ្មានផ្ទះសំណាក់នៅក្បែរនោះទេលោកសាបឿនជាមនុស្សមិនជឿរឿងខ្មោចទេគាត់គិតថារឿងទាំងអស់នោះគ្រាន់តែជាការភូតកុហកគាត់បានដើរចូលទៅក្នុងផ្ទះដោយភាពក្លាហានពេលគាត់បោះជំហានចូលទៅក្នុងផ្ទះអារម្មណ៍ត្រជាក់ស្រេកបានរត់ពេញខ្លួនទូលីនឹងសម្បុកពីងបានប្រដណ្ដប់គ្រប់ទីកន្លែងក្លិនឈើចាស់បានលាយឡំជាមួយក្លិនចម្លែកមួយដែលធ្វើឲ្យលោកគាត់ព្រឺសម្បល់គាត់បានយកពិលរបស់គាត់ជ្រុំនៅជុំវិញហើយបានឃើញគ្រឿងសង្ហារិមចាស់ដែលនៅរាយប៉ាងគាត់បានសម្រេចចិត្តចូលសម្រាកនៅក្នុងបន្ទប់គេងមួយដែលមិនទៅស្អាតបាតជាងគេពេលគាត់ដេកលងលក់ស្រាប់តែគាត់មានអារម្មណ៍ថាមានអ្វីយ៉ាងកំពុងសម្លឹងមើលគាត់បានបាត់ភ្នែកឡើងហើយបានឃើញស្រមោលស្ត្រីចំណាំម្នាក់ឈរនៅក្បែរគ្រែរបស់គាត់ស្រមោលនោះស្លៀកពាក់ឈុតសមុខមាត់ស្រអាប់មើលមិនច្បាស់តែភ្នែករបស់វាគឺរលោងគួរឲ្យខ្លាចលោកសាបឿនភ័យស្លន់ស្លោយ៉ាងខ្លាំងជាយាមស្រែកតែសំឡេងរបស់គាត់ហាក់ដូចជាជាប់គាំងក្នុងបំពង់កស្រមោលនោះបានចាប់ផតើមករំកិលមករកគាត់យឺតក្នុងពេលជាមួយគ្នានោះសំឡេងខ្សឹបខ្សៀវដ៏ត្រជាក់បានបន្លឺឡើងថាអ្នកមកពីណាសីតុណ្ហភាពក្នុងបន្ទប់បានធ្លាក់ចុះយ៉ាងគំហុកលោកសាបឿនបានព្យាយាមក្រោកឡើងរត់គេចប៉ុន្តែជើងរបស់គាត់ហាក់ដូចជាជាប់នឹងគ្រែស្រមោលនោះបានយកដៃមករកគាត់ហើយគាត់មានអារម្មណ៍ថាត្រជាក់ស្រេកនៅលើស្បែកគាត់ក៏ដួលសន្លប់បាត់ស្មារតីពេលព្រឹកឡើងមានអ្នកភូមិម្នាក់ដែលបានដើរឆ្លងកាត់ផ្ទះយាយជីក៏បានឃើញលោកសាបឿនដេកសន្លប់បាត់ស្មារតីនៅក្បែរគ្រែគាត់ក៏បានរត់ទៅប្រាប់អ្នកភូមិហើយពួកគេបាននាំគ្នាទៅជួយលោកសាបឿនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយគាត់បានជាសះស្បើយពីជំងឺប៉ុន្តែចាប់តាំងពីថ្ងៃនោះមកគាត់បានក្លាយជាមនុស្សភ័យខ្លាចរអាក្នុងការនិយាយពីផ្ទះខ្មោចយាយជីគាត់បានឈប់លេងជឿថាខ្មោចគ្មានពិតទៀតហើយរឿងរ៉ាវរបស់លោកសាបឿនបានបន្ថែមទៅលើភាពអាថ៌កំបាំងនិងភាពភ័យរន្ធត់នៃផ្ទះយាយជីនៅកាន់តែខ្លាំងគ្មានអ្នកណាម្នាក់ហ៊ានចូលទៅជិតផ្ទះនោះទៀតឡើយផ្ទះនោះនៅតែបន្តឈរស្ងៀមស្ងាត់នៅក្រោមពន្លឺព្រះច័ន្ទនៅពេលយប់ដ៏លាតបាំងនៅអាថ៌កំបាំងដ៏គួរឲ្យខ្លាចរបស់វិញ្ញាណយាយជីជារៀងរហូតរឿងនេះគឺចប់តែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខ្ញុំបាទសូមជួយចុចជាវ Channel ខ្ញុំបាទអ្នកមួយផងណាសូមអរគុណ